នេះជាវាលគាំងគួយយន្តបងប្អូនហ្នឹងហើយវាមានបញ្ហាបាក់ទៀតហ្នឹងបងប្អូនហ្នឹងហើយខ្ញុំជួបញឹកបដ ாய் ឬនឹងឬការបាក់វាលគាំងហ្នឹងបងប្អូនហ្នឹងហើយខ្ញុំជួបជាច្រើនដងហើយបដាលមកពីវាមានបញ្ហាមកពីបងប្អូនខ្លះគាត់យកក្រង់ទីម៉ាស៊ីនហ្នឹងគឺមួយបាទគឺក្រង់ទីមួយអាចបដាលឲ្យវាបាក់បងហ្នឹងហើយអញ្ចឹងបងប្អូនខ្លះក៏គាត់ចង់យកក្រង់ទីស្អាតពេកសឹងថារលលត់ហ្នឹងបងហ្នឹងហើយទៅមុខទៅក្រោយទៅមុខមកក្រោយអាហ្នឹងបដាលឲ្យវាខោកឡងបាក់បដាលបងប្អូនហ្នឹងហើយអញ្ចឹងវាលគាំងនេះគឺវាលគាំងជប៉ុនហ្នឹងបងប្អូនហ្នឹងហើយម៉ាស៊ីននេះម៉ាស៊ីនកូនកាត់ទេប៉ិនវាលគាំងជប៉ុនបាទម្ចាស់គាត់ដូរដាក់វាលគាំងដល់របស់ជប៉ុនហើយក៏បាក់ទៀតបងប្អូនហ្នឹងហើយអញ្ចឹងបដាលមកពីម៉ាស៊ីនហ្នឹងមកពីម្ចាស់គាត់ហ្នឹងយកក្រង់ទីស្អាតពេកហ្នឹងបងប្អូនយកក្រង់ទីមួយអាហ្នឹងហើយដែលថាធ្វើឲ្យវាបាក់វាលគាំងបងប្អូនហ្នឹងហើយបងប្អូនខ្លះគាត់កុំក្រង់ទីម៉ាស៊ីនយកក្រង់ទីមួយពេកអញ្ចឹងយើងរកក្រង់ទីឲ្យវាលើក្រង់ទីនឹងតិចមកបាទយើងទុកចោលល្មិចក៏វាមិនអីដែរនេះគាត់ក្រង់ទីសឹងរលត់ណាអញ្ចឹងបានបណ្ដាលឲ្យវាបាក់វាលគាំងហ្នឹងបងប្អូនហ្នឹងហើយមិនមែនឆេះបាក់ទេបងប្អូនហ្នឹងហើយមកពីក្រង់ទីបានបាក់អញ្ចឹងបងប្អូនខ្លះកុំឲ្យវាមានជួបប្រទះរឿងបាក់ញឹកបងប្អូនគួរតែក្រង់ទីឲ្យវាញាប់បន្តិចបាទកុំឲ្យវាក្រង់ទីមួយអញ្ចឹងនេះគឺជាវាលគាំងខ្ញុំគឺហូតចេញប្រឡោះហ្នឹងបងប្អូនហ្នឹងហើយខ្ញុំដោះកង់យកចេញមកខ្ញុំហូតអត់ដោះដៃយេហ្នឹងបងប្អូនហ្នឹងហើយអត់ដោះក្បាលកន្លះទេអញ្ចឹងខ្ញុំហូតយកវាលគាំងចេញយើងដូរវាលគាំងថ្មីបងប្អូនហ្នឹងហើយទិញវាលគាំងថ្មីមកដាក់ហ្នឹងហើយហ្នឹងកន្លែងខ្ញុំដកវាលគាំងនឹងចេញបងប្អូនហ្នឹងហើយយើងដោះកង់យកមកឬក៏យើងដោះគាស់វាមកដោះដៃយេនចេញបងប្អូនហ្នឹងហើយយើងដោះពីមុខហ្នឹងបាទប្រទេសពីមុខហ្នឹងចេញមកខាងប្រឡុងសក់លេខ10បងប្អូនហ្នឹងហើយនៅខាងប្រឡោះពីមុខហ្នឹងយើងដោះចេញអញ្ចឹងដោះពីមុខហ្នឹងហើយយើងដោះពីមកជាហៀងខាងកាទៀននេះទៀតបងប្អូនហ្នឹងហើយកាទៀននេះយើងដោះខាងក្រោយក៏បានដែរព្រោះវាយើងចាប់ផ្ដើមញាត់ទៅយើងរៀបពងវាគឺយើងដោះកាទៀនហ្នឹងចេញបងប្អូនហ្នឹងហើយខាងកាទៀនហ្នឹងក៏យើងត្រូវការដោះដែរអញ្ចឹងយើងដោះ3កន្លែងបងប្អូនហ្នឹងហើយយើងដោះខាងកង់យករួចដោះប្រទេសពីមុខបាទដោះប្រទេសពីមុខហើយគឺយើងមូដៃយេនចេញហើយក៏ខ្ញុំចាប់ផ្ដើមដោះខាងកាទៀនហ្នឹងបងប្អូនហ្នឹងហើយកាទៀនហ្នឹងគឺយើងគាស់ចេញហ្នឹងបងប្អូនហ្នឹងយើងដោះប្រឡង8គ្រាប់2 10គ្រាប់នឹងមក6 10គ្រាប់នឹងចេញមកបាទយើងដោះទាំងប្រឡងរានឹងចេញហ្នឹងហើយដោះប្រឡងចាប់បេននឹងចេញអស់អញ្ចឹងនេះខ្ញុំដកខាងក្រោមសិនអញ្ចឹងដល់បងប្អូនរើបងប្អូនមិនបាច់ដោះក្បាលកន្លះទេយើងមានបញ្ហាតែវាលគាំងហ្នឹងហើយយើងដូរតែវាលគាំងយើងមិនបាច់ដោះក្បាលកន្លះទេយើងដកចេញមកយើងប្រហើបដៃយេឡើងលើហ្នឹងហើយនេះគឺប្រទេសពីមុខខ្ញុំដោះរួចបងប្អូនហ្នឹងហើយអញ្ចឹងខ្ញុំដោះខាងកាទេរួចខ្ញុំដោះដៃយេនរួចអស់ហើយអញ្ចឹងអានេះគឺខ្ញុំដាក់ពីមុខឲ្យមើលបងប្អូនហ្នឹងហើយអញ្ចឹងបងប្អូនដោះ3ជ្រុងដូចខ្ញុំដោះចឹងមកគឺវាចេញបងប្អូនហ្នឹងហើយជាចុងក្រោយមានប៉ុណ្ណឹងអរគុណ